ชีวิตគឺជាការតស៊ូមែនហើយបើអ្នកមិនតស៊ូអ្នកនឹងមិនទទួលបានជោគជ័យនោះទេកុំធ្វើទឹកមុខដូចមកសៅខ្ញុំនឹងសើទេអ្នកនៅខ្សោយគេស្ដីឲ្យបន្តិចបន្តួចអ្នកក៏អន់ចិត្តនឹងគេទៅឲ្យប្រាប់អ្នកហើយតាំងពីតូចដល់ធំអ្នកធ្លាប់តស៊ូទោះយ៉ាងណាព្រោះឆាកជីវិតយើងមើលមិនឃើញត្រូវតែតស៊ូលុះមរណាកុំយកការងាររបស់ខ្លួនឯងទៅប្រៀបធៀបនឹងអ្នកធំគេរើបានច្រើនយើងរើបានតិចគិតសពទៅដូចមិនសមឲ្យតែតស៊ូមិនយូរមិនឆាប់អ្នកពិតជាទទួលបានហើយលទ្ធផលអ្នកខំប្រឹងពីក្ររហូតដល់មានបានខ្ញុំឆ្ងល់ចាស់សួរខ្ញុំទៅពីក្មេងតាក្តីស្រមៃខ្ញុំជាវ័យខ្ញុំអួតប្រាប់គាត់ថាខ្ញុំធំឡើងខ្ញុំនឹងក្លាយជាមហាសេដ្ឋីគាត់ប្រាប់ខ្ញុំវិញថាសម្ដីរបស់ចៅនឹងក្លាយទៅជាការពិតបើសិនជាចៅខំរៀនខំសូត្រហើយមិនលះបង់គំនិតដូច្នេះត្រូវមានក្តីស្រមៃទាំងកណ្ដាលថ្ងៃកុំខ្វល់ពីអ្នកដទៃវាតម្លៃមើលលើរូបយើងដល់ពួកយើងទាំងអស់គ្នាកុំទៅខ្វល់នឹងពួកវាចំពួកវានិយាយអីក៏និយាយទៅពេលពួកវាមាននិយាយអីក៏ត្រូវកុំសើស្រាំនោះកុំនៅវិជ្ជមានគួរធានធ្វើគ្រប់យ៉ាងអានលើពាក្យសម្ដីនិយាយបានក៏ចេញនិយាយទៅរួចដល់ពេលយើងធ្វើឲ្យមួយពួកវាជំទាស់ថាអត់ផ្លូវឥឡូវពួកយើងត្រូវតែតស៊ូកុំឲ្យវាថាយើងលងខ្លៅខ្ញុំឆ្ងល់ចាស់សួរខ្ញុំតាំងពីក្មេងថាក្តីស្រមៃខ្ញុំជាវ័យខ្ញុំអួតប្រាប់គាត់ថាខ្ញុំធំឡើងខ្ញុំនឹងក្លាយជាមហាសេដ្ឋីក៏ប្រាប់ខ្ញុំវិញថាសម្ដីរបស់ចៅនឹងក្លាយទៅជាការពិតបើសិនជាចៅខំរៀនខំសូត្រហើយមិនលះបង់គំនិតកុំលះបង់ប្រញាប់ចោះចាញ់ព្រេងវាសនាយើងនឹងមានឱកាសរៀនរកវិធីដោះស្រាយបញ្ហាត្រូវមានសង្ឃឹមព្រោះជីវិតយើងមាននំឡៃកម្ពុជាត្រូវការអ្នកសុំកុំបាត់បង់ស្មារតី